ai ở đâu mà bạ sai dùm ao xong cái đây người ta rồi giật thọ bộ này nhóm phong bộ này nhóm chia bồ rọt ăn miên lôi xong thì này kia bên tê xong ôi xôm trả chốt luôn mà đọt sai លោកស្រីអ៊ូចបូរីសូមឲ្យបុគ្គលឈ្មោះសុំសំអល់ហៅសុំចាក់ដែលមានតួនាទីជាប្រធានការិយាល័យអធិការកិច្ចនៃក្រសួងដែនដីនគររូបនីយកម្មនិងសំណង់សូមចូលខ្លួនមកដោះស្រាយលុយចំនួន $76,500 លើសេវាកម្មដែលលោកបានទទួលយកទៅដើម្បីធ្វើការសម្របសម្រួលរឿងវិវាទដីធ្លីរវាងនាងខ្ញុំនិងក្រុមហ៊ុន J&J នៅស្រុកឈូកខេត្តកំពតកាលពីអំឡុងឆ្នាំ 2017 លោកស្រីអ៊ូចបូរីស្នើសុំទៅដល់អង្គភាពសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីឲ្យបានដឹងជាដំណឹងនិងសូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយទៅដល់រូបគាត់ផងជាពិសេសគឺឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់សូមឲ្យតាឯកឧត្តមជួយត្រួតពិនិត្យបុគ្គលខាងលើដែលមានតួនាទីនៅក្នុងក្រសួងដែលបានយកលុយពីពលរដ្ឋស្លូតត្រង់ទៅធ្វើការមិនបានសម្រេចហើយមិនប្រគល់លុយទៅឲ្យជនរងគ្រោះវិញថែមទាំងបានកិច្ចវេះថែមទៀតផងជាចុងក្រោយលោកស្រីបានអំពាវនាវទៅដល់សម្ដេចទាំងទ្វេដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាសម្ដេចជួយទៅដល់កូនចៅដែលជាអ្នកល្ងិតល្ងងជឿទុកចិត្តលើមន្ត្រីដែលស៊ីប្រាក់ខែបម្រើរាជតែបើជាបុគ្គលខាងលើធ្វើបាបរាជទៅវិញសូមសម្ដេចមេត្តាប្រោសប្រណីនិងមានចំណាត់ការចំពោះបុគ្គលខាងលើនេះផងដើម្បីជួយរកយុត្តិធម៌ឲ្យនាងខ្ញុំដែលក្តីអនុគ្រោះផងចុះអង្គភាពសារព័ត៌មានយើងបានចុះផ្សព្វផ្សាយនិងជូនដំណឹងទៅដល់លោកសុំសំអល់ហៅសុំចាក់កាលពីថ្ងៃទី19 ខែឧសភាឆ្នាំ 2026 កន្លងទៅនឹងរងចាំការបំភ្លឺពីសំណាក់លោកក៏ប៉ុន្តែគិតមកត្រឹមថ្ងៃចេញផ្សាយនៅថ្ងៃទី4 ខែកក្កដាឆ្នាំ 2026 នេះលោកសុំចាក់មិនទាន់មានការបំភ្លឺមកកាន់អង្គភាពសារព័ត៌មានយើងនៅឡើយនោះទេដោយគ្រាន់តែទំនាក់ទំនងតាមរយៈប្រព័ន្ធ Telegram ថាចង់បំភ្លឺជូនអង្គភាពយើងតែលោកកិច្ចវេះមិនមកជួបដោយថាលោកជាប់រវល់រហូតនេះខ្ញុំសូមគោរពនិងជំរាបសួរបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់នាងខ្ញុំឈ្មោះអ៊ូចបូរីមានការឈឺចាប់ដោយឈ្មោះសុំចាក់បានយកលុយពីនាងខ្ញុំទៅរត់ការរឿងការងារធ្វើប្លង់ដីសុំចាក់គាត់ធ្វើការនៅក្រសួងដែនដីនគររូបនីយកម្មគាត់មានតួនាទីអនុប្រធានការិយាល័យអធិការកិច្ចតាំងពីពឹងពាក់គាត់ឲ្យធ្វើការងារនឹងមកមិនបានសម្រេចក្នុងការបានដីវិញមិនបានសម្រេចក្នុងការបានប្លង់គាត់សងលុយមកវិញអីក៏អត់ដែរគាត់សន្យាថាបើធ្វើការងារនឹងអត់បានគាត់នឹងសងលុយមកពួកយើងខ្ញុំទាំងអស់គ្នាវិញក្នុងនាមជាប្រជាពលរដ្ឋតែគាត់អត់បានធ្វើតាមសន្យាទេក្នុងដល់ពេលពីមុនមកដល់ឥឡូវពេលនេះគឺគាត់មិនដែលបានទេទូរស័ព្ទទៅគាត់មិនដែលបានលើកឯជួនកាលគាត់លើកជួនកាលគាត់អត់លើកមិនគាត់មិនដឹងថាគាត់អាងអីបានជាគាត់ធ្វើអញ្ចឹងហើយដីដែលមានទំនាស់បញ្ហាដល់ពួកយើងខ្ញុំទៅពឹងពាក់ដល់សុំចាក់នេះគឺដីនៅឃុំតកែនកោះស្លាភូមិសកានៀកភូមិតពាំងរុនភូមិជ័យសេនាដែលសម្ដេចលោកបានចុះទៅប្រទានឲ្យប្រជាពលរដ្ឋជាពលរដ្ឋដែលសមរណកម្មបែកចេញមកហើយហ្នឹងសម្ដេចបានប្រទានឲ្យក្នុងមួយគ្រួសារតាមច្រើនតិចគ្រួសារច្រើនបាន5ហាត់គ្រួសារតិចបាន3ហាត់ហើយភូមិខົບខិតគ្នាជាមួយនឹងក្រុមហ៊ុនហ្នឹងក៏យកដីហ្នឹងទៅធ្វើជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអញ្ចឹងបានពួកនាងខ្ញុំទាំងអស់គ្នាហ្នឹងមិនដឹងថាទៅពឹងអ្នកណានៅខេត្តធ្លាប់ដាក់ពាក្យប្តឹងចូលហើយអត់មានដំណោះស្រាយអញ្ចឹងបានឡើងមកក្រសួងដែនដីហ្នឹងក៏ស្គាល់គ្នាជាមួយសុំចាក់ហ្នឹងសុំពឹងគាត់ហើយឲ្យបង្ហាញឯកសារគាត់ទាំងអស់ដែលឯកសារពាក់ព័ន្ធនឹងរឿងដីនៅម្ដុំនោះ3ថ្ងៃក្រោយមកបានសុំចាក់ឆ្លើយវិញថាអាចធ្វើបានបងអាចធ្វើបានដីនឹងអាចធ្វើយកប្លង់មកវិញអាចទៅដើមពីក្រុមហ៊ុនមកវិញបានដោយក្រសួងដែនដីអធិការកិច្ចចុះវាស់វែងចុះមើលជាក់ស្ដែងដល់ក្រោយមកគាត់ថាឲ្យគាត់មិនដែលធ្វើបានទេគាត់យកទៅលុយដំណាក់កាលទី1ទី2គឺយកលុយពីនាងខ្ញុំរហូតដល់នាងខ្ញុំអស់លុយ 76,500 ចាចុងក្រោយបំផុតគាត់យក20,000ទៀតហ្នឹងគាត់បានប្រាប់ពួកនាងខ្ញុំមានសាក់សីច្រើនណាស់នៅជុំវិញខ្លួននាងខ្ញុំនឹងបង្ហាញឈ្មោះបុត្រសធាហេងដានិងបងភិរិទ្ធនៅកោជបគាត់ថាយក20,000ហ្នឹងទៀតហ្នឹងយកទៅឲ្យបរិស្ថានកសកម្មនិងបរិស្ថានកាត់ឲ្យបើមិនបាន20,000ហ្នឹងទៀតដីហ្នឹងមិនបានទេព្រោះគាត់យកទៅឲ្យគេកាត់ឲ្យ
ចេញពីគម្របព្រៃដើម្បីឲ្យប្រជាពលរដ្ឋវិញបូឡានតែចេញមួយគឺចេញ2ហើយអញ្ចឹងគាត់យក 20000 តែតាំងពីយក 20000 នឹងហើយគាត់និយាយចេះគាត់និយាយចុះកលិចដល់ទីបំផុតគាត់អត់មានបានអីឲ្យមកនាងខ្ញុំទេដល់នាងខ្ញុំទេទៅញឹកពេកគាត់មិនលើកនាងខ្ញុំក៏ឡើងទៅក្រសួងដែនដីទៅជួបនឹងមេគាត់វិជាធិការហ្នឹងជាធិការក៏ជួយហៅឲ្យមកជួបគ្នាជាមួយនាងខ្ញុំហ្នឹងសុំចាក់ក៏បានសន្យាថាសងនាងខ្ញុំជាបណ្ដាវិញបើឲ្យសងទាំងអស់គាត់គ្មានលុយសងទេឥឡូវគាត់កំពុងតែអត់ដែរហើយជាធិការថាឯងសងគាត់ទៅដើម្បីឲ្យរួចពីផ្លូវច្បាប់បើអត់សងទេគាត់នឹងរករឿងហើយសុំចាក់ហ្នឹងក៏បានសន្យាសងមែនសន្យាតែមាត់ទេតែអត់បានសងរហូតមកពេលនេះគាត់កិច្ចរហូតកិច្ចវេររហូតហើយក្នុងក្រសួងដែនដីហ្នឹងទាំងនាងខ្ញុំទាំងជាប្រវត្តិផ្សេងគឺឃើញដាក់ពាក្យចូលគ្រប់គ្នាទាំងអស់តែចំណាត់ការគឺអត់ឃើញមានទេរហូតមកដល់ពេលនេះនាងខ្ញុំដាក់លើកទី1ឥឡូវនាងខ្ញុំគម្រោងនឹងដាក់លើកទី2ទៀតហើយពីព្រោះនាងខ្ញុំចង់ឲ្យអាយដាមអបៈខ្សែសំអាលមានក្តីមេត្តាជួយដល់ប្រជាពលរដ្ឋដែលដីបានបាត់បង់ហើយលុយក៏បានអស់ទៅទៀតតើនាងខ្ញុំទៅពឹងអីហើយលុយទាំងអស់នោះសិតតែលុយខ្ចីពីធនាគារគេតាំងពីមានរឿងដីមកបុត្រសធាបានជាប់គុកទៅសួរនៅខេត្តកំពតគឺគេដឹងទាំងអស់គេចាប់បុត្រសធានៅក្នុងផ្ទះពងលក់តកធនាគារក៏ជាពាក់គេច្រើនឥឡូវបើសុំចាក់បានឲ្យមកវិញយ៉ាងហោចណាស់ក៏បានបវលការប្រាក់ឲ្យធនាគារដែរប៉ុន្តែគាត់សន្យាសងតែមាត់ទេគាត់មិនបែរបានយកលុយមកសងនាងខ្ញុំទេសុំសួរតិចគាត់យកលុយរហូតដល់ 76500 ហ្នឹងគាត់យកទៅធ្វើសេវាកម្មរត់ធ្វើប្លង់រឹងតើបានន័យថាមកដល់ឥឡូវគឺគាត់រត់អត់ឲ្យយើងអត់បានទេរត់អត់បានទេគាត់មើលឯកសារថាធ្វើបានចុងក្រោយទៀតខ្ញុំជំរុញពឹងពាក់គាត់សាពះអង្វរគាត់ឲ្យគាត់ឡើងបញ្ជាន់ដីហ្នឹងថាតើដីហ្នឹងមានប្លង់ឈ្មួញគេលួចធ្វើប្លង់ដីហើយនៅលួចធ្វើប្លង់រឹងហើយនៅគាត់ថាអត់មានទេហើយនាងខ្ញុំចេះតែបន្តរលុយដើម្បីឲ្យគាត់ធ្វើការងារហ្នឹងឲ្យពួកនាងខ្ញុំចឹងរហូតដល់ពេលឥឡូវតើដីហ្នឹងទៅជាយ៉ាងម៉េចហើយដីហ្នឹងនៅតែមិនទាន់ដោះបាននៅតែក្រុមហ៊ុនគេកាន់កាប់ចឹងជាដំណោះស្រាយលោកសុំចាក់ហ្នឹងគាត់បានធ្វើការសន្យាអីខ្លះជាមួយអ្នកមិញការដោះស្រាយគាត់សន្យាថាគាត់សងវិញគាត់សងលុយនឹងវិញប៉ុន្តែគាត់សងជាបណ្ដាជាដំណាក់កាលដែរគាត់មិនមានយកលុយនឹងទៅទាំងអស់ 76500 នឹងហើយគាត់សងមកមីង 76500 គឺគាត់សងជាដំណាក់កាលគាត់មានប្រមាណគាត់សងប៉ុណ្ណឹង 3000 4000 5000 10000អីចឹងណាគាត់សងអញ្ចឹងហ្នឹងគាត់និយាយជាមួយចំពោះមុខវិជាធិការខេមរាទៀតណាមិនមែននិយាយមួយវិជាពលរដ្ឋនាងខ្ញុំទេចាសូមជំរាបគាត់និយាយចំពោះមុខមេគាត់ទៀតតែពីពេលហ្នឹងមកដល់ឥឡូវសូម្បីតែទេគាត់មិនលើកផងហើយនាងខ្ញុំតែនិយាយរឿងហ្នឹងទៅនាងខ្ញុំឈឺចាប់ខ្លាំងណាស់ពីព្រោះរឿងដីនេះធ្វើឲ្យប្អូនខ្ញុំបុត្រសធាត្រូវជាប់គុកធ្វើឲ្យពួកនាងខ្ញុំត្រូវជាពាក់លុយធនាគារច្រើនណាស់ហើយសួរថាសុំចាក់គាត់មានការឈឺចាប់រឿងអីគាត់អត់ឈឺចាប់ទេគាត់អត់ពិបាកទេព្រោះគាត់ជាអ្នកយកលុយទៅដើរចាយពួកនាងខ្ញុំនេះជាអ្នកពិបាកបើគាត់កុំថាណាយកទៅពង្លឿនខេត្តយកទៅពង្លឿនរដ្ឋបាលក្រសួងដែនដីមានអាយដាមផ្សេងលោតអីចឹងខ្ញុំក៏មិនអោយទៀតដែរមកពីគាត់អ្នកថាគាត់ថាបងត្រូវរលុយទៀតចំនួនប៉ុណ្ណេះ 5000 ទៀតទៅពន្លឿនឯកសារឲ្យគេធ្វើឲ្យបងឲ្យលឿនឲ្យបានឆាប់ខ្ញុំធម្មតាជាពលរដ្ឋល្ងឹតល្ងងមិនដឹងអីតែងតែឲ្យគាត់ទេព្រោះគាត់ក្នុងនាមក្រសួងដែនដីខ្ញុំមិនមែនទៅពឹងអ្នកហើយទឹកថ្នោតលក់ឲ្យធ្វើការងារនឹងណានឹងធ្វើមិនបាននេះគាត់ពាក់ព័ន្ធនឹងក្រសួងនឹងស្ថាប័ននឹងបានខ្ញុំជាពឹងបានខ្ញុំសុំពឹងគាត់មួយទៀតនឹងវិញពាក់ព័ន្ធនឹងការបកគោលលុយឲ្យគាត់ហ្នឹងតើអ្នកមានបកគោលលុយតាមរយៈអីខ្លះឬថាបកគោលតាមជាដំណាក់កាលតើគោលតាមជារបៀបណាសូមអធិស្ឋានរឿងនឹងដែរព្រោះនាងខ្ញុំឆោតល្ងងមិនបានធ្វើកិច្ចសន្យាជាមួយគាត់តែបើនាងខ្ញុំសុំគាត់ធ្វើកិច្ចសន្យាក្នុងនាមបកគោលលុយឲ្យគាត់ធ្វើការក៏គាត់មិនធ្វើដែរប៉ុន្តែនាងខ្ញុំបកគោលនេះ
នៅកន្លែងទីតាំងកន្លែងណាគឺនាងខ្ញុំកត់កន្លែងនោះថ្ងៃណាខែណាពេលវេលាម៉ោងណាគឺនាងខ្ញុំកត់ពេលនោះចំនួនលុយទាំងអស់ហ្នឹងគឺខ្ញុំបានកត់ហើយនឹងបានវេតាមទ្រូមនីខ្លះវេតាមវិនខ្លះបើថាឲ្យនាងខ្ញុំបានធ្វើកិច្ចសន្យាមួយគាត់គឺនាងខ្ញុំមិនបានធ្វើទេនេះនាងខ្ញុំបានវេតាមវិនហ្នឹងតែលុបខ្លះហើយបងប្អូនអើយសូមអធិស្ឋានផងច្រើនសន្លឹកមែនតើនេះចានេះចិត្តជាផុសតាងហ្នឹងជាផុសតាងដែលខ្ញុំបានធ្វើជាមួយសុំចាក់មានទីតាំងដែលខ្ញុំវេហ្នឹងនៅកន្លែងទ្រូមនីចិត្តផ្ទះគាត់ហ្នឹងក៏មានដែរទៅដល់នោះហើយមិនបានជួបគាត់ទេសុខចិត្តវេលុយឲ្យគាត់ទៀតគាត់ថាគាត់នៅកន្លែងនេះគាត់ថាគាត់នៅកន្លែងនោះនេះហើយដែលនាងខ្ញុំបានវេឲ្យគាត់នោះចំនួនដែលខ្ញុំវេលេខទូរស័ព្ទដែលយើងដាក់ផ្ញើហ្នឹងលេខទូរស័ព្ទរបស់ប៉ុណ្ណាគេបោះសុំចាក់បោះនាងខ្ញុំបោះសឹមស៊ីនារា012 313 717ច្រើនតែសឹមស៊ីនារាអ្នកយកទៅវេឲ្យខ្ញុំផ្ញើតាមទ្រូមនីតាមវិនហ្នឹងគឺដាក់ទៅលេខសុំចាក់ហ្នឹងផ្ទាល់តែម្ដងគឺផ្ញើទៅអ្នកផ្ញើគឺលេខ012 313 717និងអ្នកទទួលគឺសុំចាក់ហ្នឹងតែម្ដងឥឡូវអ្នកមីងជាចុងក្រោយបាទពាក់ព័ន្ធទៅនឹងរឿងរបស់អ្នកមីងដែលអ្នកមីងអះអាងថាអ្នកមីងរងអយុធធម៌បាទបន្ទាប់ពីប្រគល់លុយទៅឲ្យលោកបាទសុំចាក់ចំនួន6500បាទក្រោយមកបាទសុំចាក់បានរត់ការមិនបានសម្រេចហើយក៏មិនបានប្រគល់លុយឲ្យអ្នកមីងវិញបាទរហូតមកដល់ពេលនេះបាទអ្នកមីងមានអ្វីជាសំណុំពរបាទជាចុងក្រោយចាជាចុងក្រោយនាងខ្ញុំសូមសំណុំពរគោរពសំណុំពរដល់លោកពុកសម្ដេចតេជោនិងសម្ដេចធិបតីនិងស្ថាប័នដែលពាក់ព័ន្ធគឺប្រធានអង្គភិបគាត់ឯកឧត្តមបក្សសាយសំអាល់សូមក្តីមេត្តារយុទ្ធធរឲ្យពួកនាងខ្ញុំផងពួកនាងខ្ញុំជាប្រជាពលរដ្ឋអត់មានលុយសងធនាគារវិញទេសូមឲ្យសុំចាក់ចូលខ្លួនមកដោះស្រាយឲ្យលុយមកប្រជាពលរដ្ឋវិញដោយគាត់ធ្វើការបានសម្រេចគាត់ក៏បានធានាអះអាងពីដើមមកដែរថាគាត់មិនធ្វើមិនបានគឺគាត់សងលុយវិញគាត់មិនមែនជាក្មេងបៀមដៃទេសូមឲ្យការនិយាយរបស់គាត់គឺជាការពិតផងចុះជាលើកចុងក្រោយនាងខ្ញុំគោរពសំណុំពរយ៉ាងទទូចដល់ឯកឧត្តមឧបសាយសំអាល់ពួកនាងខ្ញុំបានដាក់ឯកសារនេះជាលើកទី1ហើយមិនមានផ្លែផ្កាអ្វីឮដល់ឯកឧត្តមឧបទេចឹងនាងខ្ញុំនឹងដាក់ម្ដងទៀតឲ្យបានដល់ឯកឧត្តមសាយសំអាល់បានជ្រាបពួកសូមឯកឧត្តមមេត្តាសូមក្តីមេត្តាដល់ខ្ពង់ខ្ពស់សំណុំពររបស់នាងខ្ញុំគឺសូមឲ្យសូមចាក់ហ្នឹងសំណងជាលុយដល់ប្រជាពលរដ្ឋវិញមិនយកលើសមិនយកខ្វះគឺសូមតែប៉ុណ្ណឹងទេសម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងកំពុងរងចាំទទួលបានព័ត៌មានបន្ថែមទៀតចេញពីប្រភពពាក់ព័ន្ធទាំងឡាយណាជាបន្តតទៅទៀតដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សន្តិភាពសាធារណៈនិងសង្គមរួមទាំងអ្វីដែលនាំឲ្យមានការខាត់បងទៅដល់ចំណូលជាតិនិងចំណូលបុគ្គលក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសដ៏ល្អផូរផង់របស់ជាតិយើងអង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងរិះគន់ក្នុងនៃស្ថាបនាយើងនៅរងចាំធ្វើការឆ្លើយតបបំភ្លឺអំពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលាជារៀងរម៉ងធ្វើការទៅតាមច្បាប់ស្តីអំពីរបបផ្សារព័ត៌មានពីនេះខ្ញុំបាទរួមទាំងក្រុមការងារក្រសួងលំអរកាយគោរពអរគុណនិងសូមគោរពលា